សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយពី Honda Dream Series 2024នៅក្នុងពេលបច្ចុប្បន្ននេះតើតម្លៃវានៅសល់ប៉ុន្មានបើតាមខ្ញុំដឹងគឺកាលវាចេញដំបូងគឺមានតម្លៃប្រហែលជា 2000 ក្រាស់ធម្មតាទេការចេញដំបូងគឺវាមានតម្លៃថ្លៃអញ្ចឹងហើយតើនៅពេលបច្ចុប្បន្ននេះចង់ដឹងថាវាតម្លៃប៉ុន្មានកុំភ្លេចតាមដានវីដេអូនេះដើម្បីដឹងតម្លៃរបស់វាទាំងអស់គ្នាឥឡូវឃើញថាដល់ពេលនេះគឺគីចូលឆ្នាំដែរហើយតម្លៃវាប្រហែលជាវារៀងឡើងបន្តិចឬក៏ចុះបន្តិចទៅតាមទីផ្សាររបស់គេទៅតាមហាងលក់ម៉ូតូនីមួយៗដែលគេដាក់តម្លៃវាមិនដូចគ្នាទេប៉ុន្តែក៏វាមិនខុសគ្នាច្រើននោះដែរមុននឹងចូលដល់តម្លៃរបស់វាឥឡូវយើងមកមើលត្រួសពីរូបរាងនិងរចនាបថនិងចំណុចពិសេសរបស់វាចំណុចពិសេសទី1គឺតែមវាមើលទៅស្អាតលេចធ្លោគួរឲ្យចាប់អារម្មណ៍ផ្លាកកពណ៌មាសចង្គៀងមុខរបស់វាពណ៌សបូករួមនឹងអំពូល LED ទៀតគឺងាយស្រួលក្នុងការធ្វើដំណើរពេលរាត្រីចំណែករចនាបថស៊ុំកុងតូរបស់024គឺវាមិនខុសគ្នានឹង023ប្រហែលទេគឺស៊ុំខាងក្រៅរបស់វាគឺគេដាក់ពណ៌ប្រាក់មើលទៅគួរឲ្យចាប់អារម្មណ៍មើលទៅស្អាតប្លែកម្យ៉ាងដែរចំណែករចនាបថខាងក្នុងវិញគឺវាមើលទៅស្អាតប្លែកគឺទាន់សម័យទោះជាពេលនេះឆ្នាំ2026ក៏ដោយក៏វានៅតែស្អាតដដែលគឺទាន់សម័យដដែលចំណែកឯម៉ាស៊ីនវិញគឺវាប្រើកម្លាំង 125cc និងប្រើប្រាស់ប្រព័ន្ធប៊ិចសាំងដែលវាអាចកាត់បន្ថយក្នុងការស៊ីសាំងនិងមានសន្ទុះខ្លាំងផងដែរ Honda Dream 2024នៅតែស័ក្តិសមសម្រាប់យុវជនយុវនារីក្នុងការជិះដើរលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះបើបងប្អូនចង់បានវាសម្រាប់ការជិះដើរកម្សាន្តឬក៏ធ្វើដំណើរផ្សេងអាចមើលវាបានសម្រាប់ការពិនិត្យម៉ូតូមុននឹងទិញយកទៅប្រើប្រាស់គឺយើងពិនិត្យមើលមុនគេគឺពិនិត្យមើលទៅលើកាំនិងខ្នងកាំចង់ដឹងថាវាមានថ្នាំច្រេះឬអត់ពិនិត្យទៅលើបូមតើបូមមានបញ្ហាអ្វីខ្លះកុំភ្លេចពិនិត្យមើលឈ្នាន់តើឈ្នាន់នឹងមានវីកត្រង់ចំណុចណាឬអត់ពិនិត្យទៅលើកបាំងខាងមុខតើកបាំងវាមានការបែកបាក់ឬក៏ឆ្កូតត្រង់ចំណុចណាខ្លះពិនិត្យទៅលើលេខម៉ាស៊ីនដើម្បីផ្ទៀងផ្ទាត់ជាមួយកាតគ្រីជាចុងក្រោយកុំភ្លេចបញ្ឆេះស្ដាប់និងជីសាកតើម៉ូតូនឹងមានបញ្ហាស្ទះឬក៏មានបញ្ហាខ្សោយត្រង់ចំណុចណាខ្លះដើម្បីដឹងមុននឹងទិញយកទៅប្រើប្រាស់ក្រោយពីខ្ញុំរៀបរាប់យ៉ាងច្រើនឥឡូវយើងមកដឹងពីតម្លៃវាវិញម្ដងតើក្នុងរដូវកាលជិតចូលឆ្នាំនេះតើវាមានតម្លៃប៉ុន្មានបើតាមខ្ញុំដឹងគឺវាមានតម្លៃប្រហែលជា17ឬក៏ខ្ពស់ជាងនឹងបន្តិចបន្តួចទៅតាមហាងនីមួយៗដែលគេលក់វាតែងតែមានការខុសគ្នាខ្លះតើបងប្អូនយល់យ៉ាងណាដែរចំពោះ Honda Dream ឆ្នាំ2024ក្នុងពេលបច្ចុប្បន្ននេះតើគូយកឬមិនយកកុំភ្លេច comment នៅខាងក្រោមដើម្បីឲ្យខ្ញុំដឹងនិងកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗជាបន្តបន្ទាប់ទៀតនៅពេលដែលខ្ញុំផុសលើកក្រោយ